សារជាសតុននេះគឺវាជួយព្យាបាលជំងឺខាងផ្នែកផ្លូវអារម្មណ៍ខាងផ្នែកផ្លូវអារម្មណ៍អញ្ចឹងរីកមិនឲ្យអ្នកដែលគាត់មានបញ្ហាជំងឺ stress តានតឹងធុញថប់មួម៉ងមួម៉ៅគិតច្រើនខាងផ្នែកសតិអារម្មណ៍ផ្លូវចិត្តមិនសូវនឹងណគាត់អាចមកលេងតំបន់ភ្នំឲ្យបានច្រើនស្វាគមន៍ដល់ការជួបគ្នាសារជាថ្មីប៉ុន្តែអត់ដឹងថាអ្នកជួបគ្នាលើកនេះគឺជាអ្នកធ្លាប់ជួបគ្នាក្នុងវីដេអូមុនអត់ណបើជាអ្នកដែលធ្លាប់ជួបកាលពីវីដេអូមុនហើយគឺចង់ប្រើពាក្យថាអរគុណខ្លាំងមែនតើដែលបានចូលមើលវីដេអូជាលើកទី2ជាលើកទី3ឬក៏ជាលើកទី4អញ្ចឹងណាហើយអ្វីដែលជាការស្នើសុំបន្តទៅទៀតនេះគឺតើអាចអត់ក្នុងការដែលសុំខមមិនម្នាក់មួយដើម្បីឲ្យនាងខ្ញុំបានច្បាស់ក្នុងចិត្តថាវីដេអូដែលនាងខ្ញុំធ្វើទៅនឹងត្រូវតាមគោលដៅដែលអ្នកមើលនឹងចង់បានអត់ឬក៏ការរាយរាប់ហ្នឹងមិនទាន់គ្រប់ចំណុចនៃអត្ថន័យខ្លឹមសារទេត្រូវបន្ថែមនៅចំណុចមួយនេះឬក៏ការរាយរាប់ទៅវាលើសនៅចំណុចមួយនេះហើយអញ្ចឹងឲ្យតបានបងប្អូនទាំងអស់គ្នាជួយតម្លាក់នៅខមមិនអ្នកនេះបន្តិចអ្នកនោះបន្តិចម្នាក់មួយម៉ាត់ទៅគឺជឿជាក់ថាវីដេអូរបស់យើងប្រកាសទទួលបាននៅអត្ថន័យខ្លឹមសារដ៏សែនទូលំទូលាយតែម្ដងព្រោះថាក្រោយពីធ្វើការសំយោគមតិគ្នារួចហើយមានការកែប្រែទៅអ្វីដែលយើងទទួលបានណាមិនមែនល្អធម្មតាទេគឺល្អឥតខ្ចោះគេហៅថា excellent ណាមិនថាអញ្ចឹងអីព្រោះថាទស្សនៈរបស់មនុស្សម្នាក់គឺខុសគ្នាហើយការយល់ឃើញខុសគ្នាអំណះអំណាងក៏ខុសគ្នាប៉ុន្តែគ្រប់យ៉ាងគឺសិតតែមានហេតុហើយនឹងផលអញ្ចឹងដើម្បីទទួលបាននៅចំណុចល្អតើតែយើងព្យាយាមក្នុងការព្រមទទួលយកបើយើងខ្វះយើងព្រមបន្ថែមបើយើងលើសយើងព្រមបន្ថយអញ្ចឹងអ្វីដែលយើងទទួលបានគឺសុខសន្តិភាពហើយនឹងភាពចម្រើនរុងរឿងមិនថាអញ្ចឹងឯងបងប្អូនហើយអ្វីដែលកាន់តែពិសេសជាងនឹងទៅទៀតណាគឺពេលដែលមានបងប្អូនចូលមកខមមិនជាមួយខ្ញុំឆ្លើយខ្ញុំឆ្លងខ្ញុំនឹងមានជាវីដេអូដើម្បីផ្ដោះផ្ដងបន្ថែមទៀតទៅវាធ្វើឲ្យខ្ញុំនេះមិនសូវជាឯកោមិនសូវជាម្នាក់ឯងពេកចឹងណាកាលណាយើងធ្វើអ្វីតែម្នាក់ឯងមិនមានការជួយជ្រោមជ្រែងពីអ្នកជុំវិញខ្លួនមិនមានការពេញចិត្តក្នុងការជួយមើលមិនមានការពេញចិត្តក្នុងការជួយស្ដាប់ក៏ដូចជាមិនមានការជួយគ្នាក្នុងការកែសម្រួលគ្នាអញ្ចឹងធ្វើមិននឹងអង្គការមានកម្លាំងចិត្តដើម្បីធ្វើវីដេអូបន្តទៀតទៅព្រោះថាអត់មានអ្នកមើលអត់មានអ្នកស្ដាប់អត់មានអ្នកចូលចិត្តផងដែលតាមពិតទៅគោលដៅពិតមែនតើខ្ញុំគ្រាន់តែចង់ឲ្យយុវជនជំនាន់ក្រោយយុវវ័យដែលគាត់កំពុងស្ថិតនៅក្នុងវ័យសិក្សាឬក៏គាត់នៅលក្ខណៈថាពេញរូបពេញរាងដំបងពេញវ័យគឺគាត់ដូចថានៅលក្ខណៈថាឈាមរាវគាត់មិនទាន់មានការចេះដឹងខ្លាំងដូចចាស់ទុំដែលគាត់មានបទពិសោធន៍ជីវិតដែលគាត់ហែលឆ្លងគ្រប់ឧបសគ្គហើយគឺគាត់យល់ប៉ុន្តែក្មេងគាត់អត់ទាន់យល់ទេពេលខ្លះគាត់យល់តែពីអារម្មណ៍ខ្លួនឯងគាត់ចង់ធ្វើអ្វីទៅតាមចិត្តគាត់ដោយគាត់អត់ដឹងថាការដែលគាត់ធ្វើនៅក្នុងពេលហ្នឹងវាបង្កជាផលវិបាកនៅពេលក្រោយវាធ្វើឲ្យប៉ះពាល់ដល់អនាគតគាត់ឬក៏អ្វីដែលគាត់ត្រូវបំពេញគឺការសិក្សាប៉ុន្តែព្រោះតែការដែលគាត់ចង់បំពេញនៅគោលដៅជាមួយមិត្តភ័ក្តិគាត់ទៅមួយវគ្គផ្សេងអញ្ចឹងទៅវាធ្វើឲ្យខាតពេលវេលាក្នុងការសិក្សាដែលជាការបំពេញចំណេះដឹងក្នុងវ័យដែលគាត់ត្រូវការបំផុតអញ្ចឹងវាគឺជាចំណុចដែលយើងស្ដាយខ្លាំងមែនទែនទោះបីជាយើងមិនមែនជាឪពុកម្ដាយបង្កើតនៃយុវវ័យរូបហ្នឹងក៏នៅតែយើងមានអារម្មណ៍ថាស្ដាយធនធានមនុស្សព្រោះបើសិនជាយើងប្រៀបថាបុគ្គលម្នាក់នោះគឺជាប្អូនយើងឬក៏បុគ្គលម្នាក់នោះគឺជាកូនយើងអញ្ចឹងគឺយើងប្រកាសជាខ្វាយខ្វល់អំពីអនាគតគាត់យើងប្រកាសជាចង់នាំគាត់ទៅរកផ្លូវល្អយើងប្រកាសជាចង់ទូមានគាត់ទៅរកសេចក្តីល្អហើយអញ្ចឹងមេដាបេដាគឺនៅផ្ទះចំណែកឯលោកគ្រូអ្នកគ្រូគឺគាត់នៅសាលាអញ្ចឹងនៅមានមួយចំណុចទៀតគឺជាសាធារណៈតែម្ដងទលំទលាយតែម្ដងគឺខាងផ្នែកប្រព័ន្ធ social media នឹងឯង
ប្រព័ន្ធអ៊ីនធឺណិតនឹងឯងអញ្ចឹងបើសិនជាតាមប្រព័ន្ធ social media គាត់ធ្វើការអប់រំទូន្មានឲ្យបានដឹងនៅចំណុចល្អច្រើនអញ្ចឹងពេលដែលគាត់ស្ដាប់ឮទៅមួយថ្ងៃឮបន្តិចមួយថ្ងៃឮបន្តិចអញ្ចឹងសេចក្តីល្អនឹងចូលទៅក្នុងតិចគាត់បានច្រើនជាហេតុធ្វើឲ្យគាត់យល់ឃើញនៅចំណុចល្អកាន់តែច្រើនជាជាងឲ្យគាត់ស្ដាប់នៅចំណុចអាក្រក់ដែលជាហេតុឲ្យគាត់នឹងបែរជាចាប់យកនៅចំណុចអាក្រក់ទៅអនុវត្តទៅវិញនាំឲ្យខូចអនាគតអញ្ចឹងណាពីព្រោះតមូលហេតុហ្នឹងហើយបាននាងខ្ញុំព្យាយាមក្នុងការទាញយកនៅទស្សនភាពស្រស់ស្អាតនេះឃើញទេបងប្អូនស្អាតទេខៀវស្ងាត់ណាខៀវស្ងាត់នេះទេសភាពនៅស្រុកខ្មែរយើងទេមិនមែនជាបរទេសទេបានន័យថាស្រុកខ្មែរយើងឥឡូវទេសភាពក៏មិនអន់ដែរណាសំខាន់ឲ្យតែដូចថាម្ចាស់ទីតាំងនីមួយគាត់រៀបចំទីតាំងគាត់នឹងឲ្យវាស្អាតសមសួនតាមលក្ខណៈបុរាណគឺឲ្យចំបុរាណទៅទំនើបឲ្យវាដឹងថាទំនើបហ្មងទៅដើម្បីដូចថាវារៀងស្អាតម្យ៉ាងដែរតើមានអន់ណាហើយម្យ៉ាងទៀតកាលណាព្យាយាមក្នុងការបង្ហោះនៅទេសភាពស្អាតក៏ដូចជារ៉ែរ៉ាប់អំពីអត្ថប្រយោជន៍ពាក់ព័ន្ធជាមួយនឹងទីតាំងដែលមាននៅក្នុងប្រទេសយើងអញ្ចឹងគឺងាយក្នុងការដែលឲ្យអ្នកវិនិយោគគាត់បោះវិនិយោគចូលមកស្រុកខ្មែរទៅវាធ្វើឲ្យឱកាសការងារមានកាន់តែច្រើនដល់កូនខ្មែរយើងងាយស្រួលក្នុងការធ្វើការងារមិនចាំបាច់យើងទៅធ្វើការងារនៅកន្លែងណាឆ្ងាយក៏ដូចជាមិនចាំបាច់យើងទៅធ្វើចំណាក់ស្រុកហើយឪពុកម្ដាយក៏មិនចាំបាច់បែកពីកូនចៅដែរមិនថាអញ្ចឹងហីកាលណាគាត់ធ្វើការនៅក្នុងស្រុកគឺជួបមុខឪពុកម្ដាយរៀងរាល់ថ្ងៃមិនចាំបាច់បែកគ្នាទេហើយអញ្ចឹងហីដើម្បីធ្វើឲ្យសង្គមគ្រួសារនីមួយជួបតែរឿងល្អកុំឲ្យទៅធ្វើការឆ្ងាយពីឪពុកម្ដាយកុំឲ្យឪពុកម្ដាយពិបាកខ្វាយខ្វល់ពីអនាគតកូនចៅអញ្ចឹងយើងគួរណាតែរួមគ្នាក្នុងការបង្ហាញចេញទៅក្រៅឲ្យអ្នកជុំវិញប្រទេសយើងនឹងគឺបានដឹងថាប្រទេសយើងគឺមានតំបន់ជាច្រើនគឺមានកន្លែងជាច្រើនដែលសុទ្ធតែជាផ្ទាំងរមណីយដ្ឋានដែលយើងមើលទៅគឺដូចផ្ទាំងគំនូរចឹងថ្មីត្បិតតែយើងអត់ទាន់មានការធ្វើអីច្រើនសាងសង់អីទេប៉ុន្តែវាចេញមកគឺដូចរូបផ្ទាំងគំនូរចឹងព្រោះបើសិនជាយើងមកក្នុងពេលព្រឹកអាការចុះអាប់បែកផ្សែងពីលើភ្នំមកបូកជាមួយនឹងពណ៌បៃតងស្រស់បូកជាមួយនឹងក្លិនទឹកអង្សើមអូយគឺថាធ្វើឲ្យអារម្មណ៍យើងបែបសតុនតិចលហឹមហ្មងណាអានេះបើសិនជាពេលដែលមេឃចុះអាប់បែកផ្សែងហ្នឹងយើងអង្គុយញ៉ាំកាហ្វេក្តៅអង្គុយផឹកតែក្តៅជាមួយនឹងញ៉ាំចាស់ខ្វៃក្តៅហើយក្តីសុខជីវិតហ្មងណាហើយលើពីនេះទៅទៀតយើងអាចស្រូបយកនៅអុកស៊ីហ្សែនល្អចេញពីធម្មជាតិលក្ខណៈថាខ្យល់ចេញមកគឺ fresh តែម្ដងហើយបូកជាមួយនឹងសំឡេងសត្វចាបយំទៀតណាសំឡេងលក្ខណៈថាវាទៅហឹងដោយអត់ចាំបាច់ប្រើភ្លេងជួយទេសត្វចាបនឹងប្រគំជាតន្ត្រីបូកជាមួយសំឡេងខ្យល់ប៉ះជាមួយស្លឹកឈើហើយនឹងចុះអាប់បែកផ្សែងលាយជាមួយនឹងពណ៌បៃតងខ្ចីនឹងមកទៀតអូយវាគឺជាផ្ទាំងមួយដូចជាផ្ទាំងគំនូរអញ្ចឹងហើយវាក៏ប្រៀបដូចជាវត្ថុដ៏ស័ក្តិសិទ្ធិមួយដើម្បីជួយព្យាបាលជំងឺជាពិសេសគឺអ្នកជំងឺផ្លូវចិត្តrecommend ឲ្យអ្នកជំងឺផ្លូវចិត្តបញ្ហា stress តានតឹងខួរក្បាលដូចថាមានបញ្ហាអារម្មណ៍មិនសូវសុខស្រួលមួម៉ៅក្រេតក្រោតច្រើនហ្នឹងគឺអាចមកស្រូបយកធម៌ពលល្អពីធម្មជាតិជៀសវាងកុំឲ្យធម្មជាតិល្អខំបង្កើតមកហើយបែរទៅជាមនុស្សមិនបានទាញយកផលប្រយោជន៍ពីធម្មជាតិចឹងណាហើយបើចំពោះអ្នកដែលត្រូវការនៅកាំរស្មី Ultra Violet វិញក៏ recommend ឲ្យមកយកដែរប៉ុន្តែគឺមានម៉ោងកំណត់ដែរបើសិនជាហួសពីម៉ោង 9 ទៅលែងកាំរស្មី Ultra Violet ណាបងប្អូនបើសិនជាហួសពីម៉ោង 9 វិញគឺចូលដល់វគ្គ challenge របស់អ្នកដែលត្រូវការថតរូបឬក៏អ្នកត្រូវការថតវីដេអូអានឹងមកម៉ោងចាប់ពីម៉ោង 10 មកដល់ 2 10អីកដាលថ្ងៃត្រង់ហ្នឹងគឺត្រូវហ្មងបងប្អូនព្រោះអីកដាលថ្ងៃត្រង់ភ្លឺចេះតែម្ដងថតគឺស៊ីកាមេរ៉ាធានាថាស្អាតសខ្ចីក្មេងជាងវ័យដោយមិនចាំបាច់ប្រើផ្លែបងប្អូននិយាយរួមមកគឺមិនមែនប្រូគ្រប់យ៉ាងវាគឺជាការពិតបើសិនជាមិនជឿទេអាចសាកបាន
គឺសាកមកដល់ទីតាំងតែម្ដងហើយជំហានដំបូងបើមិនទាន់ហ៊ានមកដល់ទីតាំងឬក៏មិនទាន់អាចដល់ទីតាំងទេអាចខមមិនសួរបានបងប្អូនសួរពិភាក្សាគ្នានៅក្នុងខមមិនបានហើយជាចុងបញ្ចប់នេះក៏ចង់ប្រាប់ថាអរគុណខ្លាំងមែនតែនចំពោះអ្នកដែលបានតាមដានទស្សនាវីដេអូក៏ដូចជារីករាយស្វាគមន៍ក្នុងការទទួលយកនៅខមមិនរិះគន់ស្ថាបនាដើម្បីកែលម្អអរគុណ